ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel e-learning នៅក្នុងថ្ងៃនេះខ្ញុំនឹងបន្តមេរៀនរបស់យើងទៅនឹងមេរៀនទី4ទៅនឹងការរចនាហើយសម្រាប់មេរៀនទី3អ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូចាស់ៗបានបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានទស្សនាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាបន្តទៅលើមេរៀនទី4ដែលយើងនិយាយអំពីការរចនាអញ្ចឹងយើងដឹងស្រាប់ហើយដើម្បីធ្វើការរចនានៅលើ Canva បានយើងត្រូវតែស្វែងយល់អំពីឧបករណ៍របស់វាដែលមានដូចជា element template ដែលមានស្រាប់ element គឺយើងសំដៅទៅលើ shape ទៅលើ text ទៅលើ photo ទៅលើ element មួយចំនួនទៀតខ្ញុំនឹងលម្អិតទៅលើកម្មវិធី Canva ផ្ទាល់ហើយចំណុចទី3គឺយើងនិយាយអំពីការ upload មានដូចជា text ជា photo ជារូបភាពដែលយើងបានពីទូរស័ព្ទឬក៏ device ផងយើងហើយការ upload វីដេអូឬក៏ upload ផ្សេងដែល support ជាមួយនឹងកម្មវិធី Canva ហើយចំណុចទី4គឺយើងនិយាយទៅលើ text អញ្ចឹងតើតើទៅនឹង text ហ្នឹងយើងនិយាយអំពីការរចនាអក្សរយើងអាចដាក់ stroke យើងលេង effect ទៅលើអក្សរយើងអាចលេង animate ទៅលើអក្សរយើងអាចប្រើ stroke ឬក៏យើងប្រើទៅនឹងការគូវាសការពុតពេនមួយចំនួនទៅលើទឹកហើយចំណុចទី5យើងនិយាយអំពី project នោះមានន័យថាយើងបង្កើត document ឬក៏ឯកសារជាច្រើនទៅទៅនឹងការ design អញ្ចឹងវារញ៉េរញ៉ៃវាអត់មានសណ្ដាប់ធ្នាប់ទេអញ្ចឹងយើងអាចបង្កើតជា project យើងអាចបង្កើតជា folder ដើម្បីរៀបចំ category នៅក្នុង Canva បានឧទាហរណ៍ថាយើងមានឯកសារជាច្រើនទៅនឹងការបង្កើត design ការបង្កើត document ការបង្កើត sheet ឬក៏យើងបង្កើត presentation អញ្ចឹងវារញ៉េរញ៉ៃយើងចូលទៅក្នុង project យើងអាចបង្កើត folder ហើយយើងទៅរៀបឯកសាររបស់យើងទៅតាមលំដាប់នៃ category ដែលយើងបានបង្កើតហើយចំណុចទី6គឺយើងនិយាយទៅលើ app នៅក្នុង Canva វាគឺមាន app ជាច្រើនដើម្បី support កម្មវិធី Canva ឧទាហរណ៍ថាឥឡូវយើងអត់មានmock up ទេឬក៏យើងអត់មាន motion text ឬក៏អត់មាន Thai extrude អញ្ចឹងយើងអាចប្រើ app ហ្នឹងដើម្បីជំនួយយើងអាចយកវាមកប្រើនៅក្នុងកម្មវិធី Canva បានដូច្នេះខ្ញុំនឹងលម្អិតទៅលើចំណុចមួយនៅក្នុងកម្មវិធី Canva ដូច្នេះយើងនឹងចូលទៅកម្មវិធី Canva ទាំងអស់គ្នាចឹងនេះជាទម្រង់ដូចដែលយើងបានឃើញវីដេអូកន្លងមកគឺយើងឃើញមានទម្រង់បែបនេះដដែលអញ្ចឹងយើងនិយាយមកខាងឆ្វេងនេះយើងឃើញមានបើកន្លែងនេះនិយាយថា open menu យើងអាចប្រិយព្រម menu ហ្នឹងឲ្យវាធំទូចនៅចំណុចនេះអញ្ចឹងនេះជា reason មានថាយើងការងារដែលយើងបានបង្កើតថ្មីគឺវាធ្លាក់នៅកន្លែងចំណុចនេះឯងហើយក្រុមនេះគឺជាការងារចាស់ដែលយើងបានធ្វើកន្លងមកខ្ញុំអត់លម្អិតទេចំណុចនេះយើងលម្អិតទៅលើចំណុចខាងឆ្វេងនេះអញ្ចឹងតើតើទៅនឹង create យើងមានន័យថាយើងចូលមក Canva យើងចង់ create អញ្ចឹងយើងចូលចុចលើចំណុច create ហ្នឹងមកវានឹង pop up ទាំង create design មួយទៅនឹង size អញ្ចឹងកន្លែងនេះខ្ញុំដូចយើងបានបញ្ចូលគ្នាហើយអញ្ចឹងយើងចូលមកដល់ customer size នេះមានថាយើង create กระดาษចឹងกระดาษយើងថាយើងចង់បង្កើតกระดาษទម្រង់បែបម៉េចឧទាហរណ៍ថាឡើយខ្ញុំចង់បង្កើតกระดาษ A4 មួយយើងវាយថាហើយទម្រង់ A4 យើងយកជាសង់ទីម៉ែត្រមកហើយជាຂະຫນາດរង្វាស់ប៉ុនកระดาษយើងហើយទម្រង់ជាกระดาษ A4 វាមាន landscape ឬក៏ portrait បើសិនជាយើងចង់ប្រើជា landscape យើងប្រើទម្រង់បច្ចាស់វិញមកនេះណាទម្រង់ landscapeយើងឃើញមានទម្រង់ landscape ជាយើងអាចប្រើទម្រង់មួយណាដែលយើងចង់ប្រើឧទាហរណ៍ខ្ញុំប្រើទម្រង់នេះយើង click ហើយយើងវានឹងនាំយើងទៅกระดาษថ្មីមួយដែលមានជាទម្រង់ landscape A4 landscape ចឹងពេលដែលចូលមកដល់กระดาษថ្មីហើយវាលោតមកដល់កន្លែងចំណុច design ដល់ចំណុច design ហ្នឹងវាលោតមកដល់ template ចឹង template កន្លែងនេះមានន័យថាយើងមានទម្រង់ដែលមានស្រាប់ template ដែលមានស្រាប់ហើយយើងអត់ទាន់ចង់ប្រើទម្រង់នេះទេដោយសារតែយើងចង់ស្វែងយល់អំពី tool អញ្ចឹងយើងបង្កើតกระดาษហើយចំណុចកន្លែងនេះយើងមានថា
dương trong add ta tháng cho add page lại đi đấy hãy ưu thọ thả lớn lại đi dùng ưu thọ trong nội mua nhưng bởi element ta tôn từ năng xếp nhưng hãy per xếp ní chỉ basic xếp đi trong khởi basic xếp tặng hết nhưng xì all mà nếu dương miền thì là cái này chỉ kare ưu thọ nhưng ta tôn kare này muốn nhưng trong đồ bố hoặc là như vậy trong mặt khăn lớn đi sẵn cho là khăn lớn ní để mình bật nhưng cho từ lờ bị thá color chúng mình nâng pop up color mà nhưng trong bàn bỏ command bỏ vậy mỗi để nhưng trong bàn rồi có không bỏ đó đi anh ấy mình thay chơi rồi bỏ mùi mùi anh ấy nhưng bởi chỉ là cái điền chẳng á hai chân đặt on đi ô ta tạo bỏ đi đấy nhưng trong bàn hiện stra rồi có bỏ hiện chắc nhưng ở đồng thả rơi được lại ná để sao tập bỏ nó mình là mùi mùi chẳng á chứ nhưng chật lại nè cái lại ở nhiều color nó màu cho nên vậy custom của này bán trong tháo nhưng trong bàn bỏ stra tức nhưng trong màu kháng nhưng trong li màu kháng xi dằn tích đi nhưng trong bàn bỏ bạc này chẳng nếu như ai cái đấy bỏ thông mấy bài này đòi không lấy vận miền thì miền thay vì miền tại defaultประมาณ ចំណុច anh đi vì chữ ó xí ó nhưng khởi miền chỉ chờ tại việc miền bỏ nát là những bình chật chắc nhảy custom này đi mình ta dùng create new color luôn này cái này cứ miền này bạc đi hãy ưu thọ thả lớn bắt đầuចំណុច នេះ cho nên mình ta nhìn đã stroke ឲ្យ save ដែលយើងបានគូនេះឧទាហរណ៍ខ្ញុំចង់បាន save ខ្ញុំចង់បាន stroke ណាអានេះកម្រាស់ stroke ខ្ញុំចង់ឲ្យកម្រាស់ក្រាស់កម្រាស់ស្ដើងគឺយើងស្រីកន្លែងនេះបានចង់ឧទាហរណ៍លើពណ៌ stroke ខ្ញុំចង់បានពណ៌ខ្មៅទេខ្ញុំចង់បានពណ៌លឿងខ្ញុំចុចលើចំណុច stroke នេះមកហើយរើពណ៌លឿងណាឧទាហរណ៍លើពណ៌លឿងនេះខ្ញុំអត់ចង់បានលឿងបែបហ្នឹងទេយើងអាច custom color stroke ដល់ខ្លួនឯងណាយើងអាច custom ទៅខ្លួនឯងហើយកន្លែងនេះមានថាអានេះយើងយល់ហើយកន្លែង stroke យើងចង់បានប្រភេទ stroke ដាច់ខ្លាំងដាច់ bevel ដាច់ខ្លាំងអញ្ចឹងណាយើងសេរីបានហើយទំហំប៉ុន stroke ហើយមកដល់ចំណុចនេះមានថា round យើងចង់ឲ្យខ្ញុំខិតមិនតិចមកដើម្បីបាំងយើងព្រិចព្រូខ្ញុំចង់ឲ្យវា round ខ្លាំងហើយសាយ4 6ជាទូទៅយើងប្រើ4ទេតែយើងចង់បាន8ណាវាខ្លាំងទៅជា circle ទៅមួយវិញយើងអាចមើលតាមហ្នឹងពុតពេនតាមហ្នឹងហើយខ្ញុំឧទាហរណ៍យកទៅ4ដែរចឹង round នេះយើងទាញខ្លាំងវា round ខ្លាំងទាញតិច round តិចចឹងកន្លែងនេះហៅ round ហើយដល់កន្លែងនេះគឺអត់តាក់ទងទេវាតាក់ទងទៅនឹង font ទេយើងអត់ទាន់បិទលើ font ទេចឹងមកដល់កន្លែងនេះគឺចឹងដែរមានន័យថាវាតាក់ទងទៅនឹង size ផុន font កន្លែងនេះគឺ color របស់ font ហើយចំណុចនេះយើងនឹងនិយាយទៅលើ font តាក់ទងទៅនឹង font ទេហើយមកដល់ចំណុចនេះយើងមានន័យថាភាពដិតច្បាស់មានថា transparency ផុនអក្សរឬក៏ element ដែលយើងបានបង្កើតហ្នឹងឧទាហរណ៍ខ្ញុំ copy ខ្ញុំចង់បាន column នេះ2យើងមកស្ដាប់មកយើង copy ហើយយើង paste មកយើងបានមួយទៀតដែរឬក៏យើងប្រើ shortcut key យើងប្រើនៅលើ keyboard យើងមានពាក្យថា alt យើងជួយ alt ឲ្យជាប់ហើយយើងអាចអូសបានយើងចុច C ទៅមកដើម្បីវាត្រង់បើយើងចុច C ទេវាអត់ត្រង់ទេណាបើយើងចុច C គឺយើងទាញតាណាគឺវាតម្រឹមឲ្យហើយឧទាហរណ៍ថាលើ column មួយនេះខ្ញុំចង់ឲ្យ transparency ហ្នឹងអត់សូវច្បាស់ទេអញ្ចឹងយើងអាចដកណាអត់សូវច្បាស់ទេយើងយកត្រឹម50ហ្នឹងណាអានេះ 100% ពីនេះហើយបើ transparency មួយនេះគឺអត់ច្បាស់ទេអញ្ចឹងនេះគឺជាចំណុច transparency ហើយចំណុចទាំងអស់នេះអត់និយាយទេដោយសារតែ option ទាំងអស់នេះគឺយើងសិក្សាតែលើ tick ហើយសម្រាប់មួយនេះគឺ side option នេះគឺយើងប្រើលើ save អញ្ចឹងលើ save អត់ទាន់មានទេឬយើងហៅសាបចំណុចនេះយើងអត់ទាន់អាចប្រើបានទេហើយឧទាហរណ៍ថាខ្ញុំចង់លេង effect ខ្ញុំ copy មួយទៀតមកខ្ញុំដាក់គេនេះអញ្ចឹងយើងចង់លេង effect យើងចុច animate មក
វានាំយើងមកអញ្ចឹងកន្លែងនេះមានថា create an animate អញ្ចឹងយើងចុចមកយើងអាចទាញយើងចង់ឲ្យបបនឹងរត់ទៅខាងណាប្រអប់នឹងរត់ទៅខាងណាអញ្ចឹងពេលយើងដកមកចេញវានឹងចប់ហើយណាយើងធ្វើ animate បានហើយអញ្ចឹងឧទាហរណ៍យើងចង់យើងបានអញ្ចឹងយើងដាំទៅយើងបាន animate នឹងមួយហើយអានេះ speed ផងវាយើងចង់ឲ្យលឿនឲ្យយឺតគឺយើងសេរីណាតែពីច្រើន animate កន្លែងនេះគឺយើងអត់ទាន់មានន័យថាយើងអត់អាចប្រើនៅលក្ខណៈជាទម្រង់ជាតិចទេច្រើនគឺយើងប្រើទៅលើទម្រង់ជាវីដេអូអញ្ចឹងបើសិនជាយើងប្រើ animate តើយើងបង្កើតជាវីដេអូសម្រាប់យើងអាចមើលឃើញ animate បានអញ្ចឹងតើតើនឹងចំណុច position នេះដូចខ្ញុំប្រាប់អញ្ចឹងឧទាហរណ៍ថាយើងចង់តម្រង់ឆ្វេងស្ដាំអានេះពេលច្រើនគឺយើងនិយាយទៅលើតិចឆ្វេងស្ដាំលើក្រោមអញ្ចឹងហើយតើតើ layer នេះមានថាឧទាហរណ៍ថាឥឡូវយើងមាន layer ទៅអស់4នេះណាឧទាហរណ៍ layer នេះយើងចូលនេះយើងចុចមកយើងដឹង layer ទី1ទី2ទី3ទី4ឧទាហរណ៍ឥឡូវខ្ញុំមាន layer ច្រើនដូរពណ៌សិនចូលតើវានៅជាន់គ្នាចឹងតែពេលអញ្ចឹងទៅយើងចង់ដឹងថាយើងចង់បាន layer ពណ៌នេះនៅលើយើងត្រូវធ្វើម៉េចដូច្នេះយើងត្រូវទាញមកយើងអូសឡើងមកលើចឹងមកខ្ញុំបានលើចូលទៅដល់ពណ៌នេះខ្ញុំចង់មកទី2អូមកទី2ណាហើយ layer នេះយើងចង់ទៅលើវិញណាអញ្ចឹងការ order លើក្រោមយើងអាចមកប្រើនៅកន្លែង position នេះហើយយើងយក layer ចុះឧទាហរណ៍យើងមាន layer ច្រើនគឺវានៅធ្លាក់នៅក្នុង option កន្លែងនេះហើយយើងអាច drag drop ទាញបានហើយសម្រាប់ shortcut key យើងអាចប្រើ control គ្នាបិទគ្នាបើកឧទាហរណ៍គ្នាបើកមានន័យថាយើង send ទៅក្រោមបើយើងប្រើ control គ្នាបិទយើង send ឡើងលើអញ្ចឹង send back send front ហ្នឹងទៅហើយនឹងតើតទៅនឹង element shape អញ្ចឹងនៅក្នុង element shape វាមានច្រើនមែនតើយើងប្រើ round យើងបាន shape round យើងចង់ប្រើ circle យើងបាន shape circle ហើយកន្លែងនេះគឺជា option យើងចង់វា round ខ្លាំងដោយសារវា round ស្រាប់អញ្ចឹងយើង round បានទេដូចចំណុចនេះយើងអាច round បន្តបានយើងប្រើជាលក្ខណៈ triangle យើងដូរពណ៌ហើយយើងបែកមកវិញទៅទៅនឹង shape basic shape polygon យើងឃើញមានទម្រង់ polygon បែបនេះហើយ step ច្រើនពេកខ្ញុំលុបចោលខ្លះ select all មក delete នៅលើ keyboard ហើយ polygon នេះយើងមានឃើញច្រើនទម្រង់ចឹងទម្រង់ឧទាហរណ៍ថាឥឡូវយើងរើសមួយទៅយើងឃើញមានជ្រុងប្រមាណ1 2 3 4ចឹងយើងចង់ថែមជ្រុងអានេះអត់ដូចនៅក្នុងទេសំទោសខ្ញុំសុំមើល option ទៅនេះយើងមានជ្រុងបែបនេះភាសានេះវាអត់ឲ្យដូចនេះមាន5ជ្រុងអញ្ចឹង1 2 3 4 5ខ្ញុំចង់បានប្រមាណជ្រុងយើងអាច add ថែមណាយើងចង់ធ្វើ polygon ប្រមាណទម្រង់យើងអាច add កន្លែងនឹងថែមហើយនេះ round មានថាជ្រុងនេះយើងអត់ចង់ឲ្យវាស្រួយទេយើងចង់វា round យើងអាចសេរីមកណា round ហើយយើងដូរពណ៌យើងអាចលេងពីពណ៌បានឬក៏លេង3ពណ៌បានអញ្ចឹងណាហើយកន្លែងនេះយើង edit ពីមកនេះណាយើងវាលេងពីពណ៌យើងចង់លេង3ពណ៌យើង add ថែមទៀតមកខ្ញុំចង់ប្រើពណ៌ក្រហមមួយទៀតបែបនេះអញ្ចឹងយើងបាន3ពណ៌ហើយណាហើយកន្លែង style នេះយើងចង់ប្រើលក្ខណៈផ្ដេកកៅ linear gradient យើងមក code color ទៅបានលំងាក180 degree ហើយកន្លែងនេះ linear ដែរលំងាកវា90 degree អញ្ចឹងណាយើង hover មកយើងឃើញហើយកន្លែងនេះលំងាកដែរលំងាកប្រហែលយើងចាំមើលមកយើងចេញយើងចូលវិញមក135 degree អញ្ចឹងទៅហើយនេះតម្រង់ផ្សេងណាហៅថា gradient ដែរវាលក្ខណៈcircular អញ្ចឹងណា
យើងអាចស្រេតាមទៅហើយឧទាហរណ៍ពណ៌នេះពណ៌ pink នេះយើងអត់ចង់បានដំបងបែបនេះទេយើងចង់យក pink ចាស់នេះយើងអាចស្រេតាមចិត្តយើងហ្នឹងទៅយើងចង់បានបែបខ្មៅឬក៏ចំណុចនេះយើងចង់បានបែបនេះឬក៏បែបនេះនឹងអាស្រ័យយើងស្រេហើយបើយើងចង់បូកពណ៌បន្ថែមយើងបូកកន្លែងនេះមកយើងបូកថែមទៀតទៅឧទាហរណ៍ខ្ញុំចង់បានពណ៌ green មួយទៀតហើយអញ្ចឹងលេខកូដ color ហើយភាពច្បាស់ของពណ៌ឧទាហរណ៍ពណ៌នេះមិនចង់ឲ្យច្បាស់ពេកទេខ្ញុំយកធំតែ 50% ទេសំទោសខ្ញុំដូរ font សារជាប់ font ខ្មែរបាត់ស្គាល់ខ្ញុំឲ្យ50ណាវាអត់សូវច្បាស់ពេកទេចំពេលនេះក៏វាអត់សូវច្បាស់ដែរអញ្ចឹងឧទាហរណ៍ color នេះយើងអាចមូលមកមុខមកក្រោយណាពណ៌ណាជីមុនពណ៌ណាជីបន្ទាប់អញ្ចឹងណាអូខេចឹងកន្លែងនេះយើងនិយាយលើ polygon យើងនិយាយលើ element shape ហើយមកដល់ខាងនេះ star យើងសិក្សាបន្ថែមទៅ arrow វាមាន arrow ទៅស្ដាំទៅឆ្វេងឡើងលើចុះក្រោមឆ្វេងស្ដាំនៅក្រោមហើយតម្រង់ arrow យើងអាចមើលហើយបន្តមកទៀតយើងមើលទៅលើ flow chart shape វាមានបែបនេះយើងអាចយកមកសិក្សាបានឬក៏យើងធ្វើជា element នៅពេលយើង design យើងអាចប្រើ shape ទាំងអស់នេះយកមកធ្វើជាទម្រង់ដូចឧទាហរណ៍ថា promotion ឬក៏ big promotion អញ្ចឹងទៅឬក៏ hot product អញ្ចឹងយើងអាចយកមកធ្វើជាទម្រង់បែបនេះបានយើងមកក្រុមទៀតយើងឃើញមាន speed bat ball នេះវាមានជាទម្រង់ដូចយើងធ្វើជា message អញ្ចឹងយើងអាចធ្វើជាទម្រង់ message ហើយយើងអាចប្រើបានយើងដូរពណ៌បានអញ្ចឹងណាហើយយើងទៅ save បន្តទៀតយើងមាន cloud យើងប្រើជាលក្ខណៈ save បែប propose បាទ cloud hard banner នោះ banner ណាពីច្រើនយើងប្រើច្រើន banner ហ្នឹងយើងអាចប្រើជាលក្ខណៈ drag drop មកខុសកងចាក់មានទម្រង់ច្រើនអញ្ចឹងយើងនិយាយពី shape នៅក្នុង element មួយហ្នឹងដែលយើងនិយាយពី shape ហ្នឹងគឺច្រើនមានទម្រង់ shape ច្រើនហើយមកដល់ element បន្ទាប់គឺយើងនិយាយពី graphic យើងចូលមកនេះយើងឃើញមានច្រើននេះយើងឧទាហរណ៍ខ្ញុំចង់បាន icon យើងអាច search រក icon ឧទាហរណ៍ខ្ញុំចង់បាន icon Telegram អញ្ចឹងទៅ Telegram icon យើង enter មកពេលនោះវានឹង search ឲ្យយើងណាខ្ញុំបាន Telegram icon មួយខ្ញុំចង់បាន Telegram icon ឬយើងចង់បាន YouTube icon ហ្នឹងយើង enter មកយើងបានណាអញ្ចឹងនៅក្នុង Canva ស្រួលមែនតើបើនៅក្នុងកម្មវិធីផ្សេងៗយើងត្រូវ search ចេញពី Google តើពី search ចេញពី Google ហើយយើងត្រូវតែយកជាទម្រង់ PNG ទើបយើងអាចកាត់ផ្ដាច់ background បានហើយយកមកដាក់នៅក្នុងកម្មវិធីដែលយើងបាន design ហ្នឹងទៅហើយនៅក្នុង Canva គឺអត់ទេយើងចង់បានយើង search យើងចង់បានយើង search យកមកឧទាហរណ៍ថាឥឡូវខ្ញុំចង់បាន X icon នេះណាងាយស្រួលហើយយើង bake វិញសិនមកយើងអត់ bake យើងនៅទៅតែតើតើនឹង graphic ហ្នឹងឃើញយើងឃើញមានច្រើនទម្រង់ច្រើនវាមាន icon យើងចុចទៅ see all មកយើងឃើញ icon ច្រើនយើងចង់ប្រើអីគេថាយើងធ្វើទៅនឹង contact យើងប្រើលេខទូរស័ព្ទចឹងទៅហើយនៅក្នុងលេខទូរស័ព្ទអាចដូរ color បានយើងចូលមកពណ៌ color មកយើងចង់ប្រើ color ពណ៌ Q យើងចុច Q ប្រើកោមកដើម្បី see ទៅនឹង layout របស់យើង folder color ពណ៌អីយើងប្រើ color ដូចគ្នាទៅដើម្បីកុំឲ្យចាក់ប្រធានបទនៃការ design របស់យើងអញ្ចឹងយើងបន្តទៅទៀតមក graphic ទៅដែរយើងឃើញមាន icon យើង scroll មកមានទៀតដែរយើង back ទៅវិញទៅក្នុង icon ហើយយើងទៅនឹង collection វាមានច្រើនទម្រង់ឧទាហរណ៍យើងទៅនឹង food យើងប្រើ food ទៅយើងចូលមកផ្កាឧទាហរណ៍យើងផ្កាយើងចុចទៅវាចូលមកនាំយើងមកនេះស្ដាប់ផ្កាអញ្ចឹងណា
ចឹងនៅក្នុង element ហ្នឹងគឺមានច្រើនមែនតើរាប់រយរាប់លានយើងអត់ដឹងថាដល់ចំណុចណាអស់ទេគឺយើងអស់កាន់ដល់ចុងគឺវាធ្លាក់មកទៀតវាមិនងាយអស់ណាធ្លាក់រហូតដល់យើងរើសរហូតដល់យើងលែងចង់រើសអត់ទេយើងនិយាយអញ្ចឹងណានេះផ្កាឧទាហរណ៍ផ្កាខ្ញុំចង់ដូរ color យើងចុចលើវាមកនេះឧទាហរណ៍លើពណ៌ pink នេះខ្ញុំយកប៉ុន្តែពណ៌ធ្វើចេញវារៀងចាស់ពេកយើងចង់ដូរចុចលើ color ពណ៌ហ្នឹងមកយើង custom បានចង់យើងចង់ឲ្យវាយ៉ាងខ្ចីបន្តិចណាចាស់ខ្ចីណាស្រួលមែនតើក្រហមនេះខ្ញុំថាក្រហមនេះវាយ៉ាងដុតពេកខ្ញុំចង់ឲ្យក្រហមបែបនេះណាគឺ element វាមានច្រើនមែនតើយើងអាចសិក្សាស្វែងយល់បន្ថែមទៅលើ element ទៅលើធាតុហើយ color នេះយើងចង់ដូរពណ៌នេះមកប្រើពណ៌អីផ្សេងយើងអាចដូរបានយើងចង់ប្រើពណ៌ខៀវហ្នឹងណាយើងសំបែកមកវិញមានច្រើនណាយើងអាចរកអស់មានច្រើនមែនតើហើយតើតង color តើតង orange តើតងចំណុចមិញនេះគឺអានេះមួយ category វាមួយឯងយើងអមមកយើងចង់រើសទៅលើ animate ឬក៏ price យើងមើលតាមហ្នឹងទៅហើយខ្ញុំបែកមកវិញតើតងនឹង graphic គឺបែបហ្នឹងហើយតើតងនឹង animate ខ្ញុំចូលមកគឺជាលក្ខណៈពីច្រើនខ្ញុំប្រើ animation កន្លែងនេះគឺយើងចង់បង្កើតជាវីដេអូអញ្ចឹងពេលយើងបង្កើតវីដេអូយើងអាចប្រើ element animate នឹងបានអញ្ចឹងណាហើយសម្រាប់យើងប្រើជា design ជារូបភាពគឺអត់មានចលនាទេតែយើងបង្កើតជាវីដេអូទៅមានចលនាអញ្ចឹងត្រង់ចំណុចនេះខ្ញុំនឹងបង្ហាញដល់អ្នកនរគ្នានៅពេលក្រោយនៅពេលយើងបង្កើតជាវីដេអូ promotion យើងនឹងប្រើយើងបែកទៅវិញតែគាត់យើងដឹងទៅlike animation នេះមាន magic recommendation ណាមានតម្រងជាច្រើនយើងអូទៅចេះតែធ្លាក់មកទៀតណា scroll មកក្រោមនោះមានទៀតទៅវាអូមកងាយផុតកន្លែងខ្លះអូផុតកន្លែងខ្លះអូអត់ផុតទេវាមានច្រើនហើយដល់កន្លែង arrow animate ហ្នឹងចលនាព្រួយណាមានច្រើនតម្រងយើងអាចធ្វើជាលក្ខណៈវីដេអូកាយឡើងឬក៏យើងចង់បង្ហាញផលិតផលរបស់យើងអញ្ចឹងយើងអាចប្រើតម្រងព្រួយដើម្បីចង្អុលបង្ហាញទៅអតិថិជនរបស់យើងឬក៏ដៃគូរបស់យើងគាត់ចង់ដឹងវីដេអូរបស់យើងមកខមទៀតយើងឃើញមានពាក្យ word animation food animation shape animation emoji festive យើងមើលយើងអូមើលបន្តសិក្សាបន្ថែមហើយខ្ញុំសូមបែកមកវិញយើងនិយាយទៅលើ photo យើងចូលមកយើងឃើញមាន photo ខ្ញុំឧទាហរណ៍ខ្ញុំចង់បានជីមខ្ញុំបានជីមមក enter មកនេះណាពេញគ្រប់ត្បូងទៅយើងហៅថាជីមយើង search យកពាក្យ tracer នេះ tracer ណាយើងហើយយើងស្រួលមែនតើយើងមិនចាំបាច់ហត់រកយើងចង់បាននេះយើង search ក្នុង Canva ស្រួលមែនតើចឹងឧទាហរណ៍ថាឥឡូវទៅទៅនឹង photo ឧទាហរណ៍ photo ខ្ញុំភ្ជាប់ជាមួយនឹង option ខាងលើហ្នឹងតែម្ដងឧទាហរណ៍ឥឡូវខ្ញុំរើសរូបមួយរូបនេះខ្ញុំចង់បានតែសំទុកខ្ញុំចង់បានតែ object មួយនេះទេតែវាមាន background មកពីក្រោយចឹងតែយើងត្រូវធ្វើម៉េចចឹងយើងប្រើ option មួយថា background remover BG ពីតែពី background យើងចុចមកណាកាត់ផ្ដាច់ស្អាតមែនទែនបើយើងកាត់នៅក្នុងកម្មវិធីផ្សេងៗគឺយើងអាចចំណាយពេលយូរតែបើនៅក្នុង Canva គឺលឿនមែនទែនចឹងតែនេះវាធំពេកយើងអាចក្រោបវាទូតិចទៅ
ហើយណាលឿនមែនតើឧទាហរណ៍ថាឥឡូវខ្ញុំ download ចេញពី website ផ្សេងក៏បានដែរខ្ញុំពីចេញខ្ញុំប្រើ Pinterest ខ្ញុំចូល Pinterest មកខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំចង់ design ខ្ញុំចង់បានរូបមួយរូបបែបនេះខ្ញុំមកស្ដាប់ខ្ញុំយកពាក្យថា copy image ហើយខ្ញុំដាក់នៅក្នុងកតាប៉ុណ្ណឹងឥឡូវច្រើនពេកខ្ញុំលុបចោលខ្លះទៅក៏ចំណុចមួយចំនួនបានហើយដូចចឹងទៅខ្ញុំអានដួងវិញ control សិនមកខ្ញុំដាក់ទៅលើ page ទី2ខ្ញុំមកស្ដាប់ខ្ញុំ paste ឬខ្ញុំ control V ហើយឧទាហរណ៍ថាឥឡូវខ្ញុំប្រើ save មួយចុះ save ខ្ញុំយក save នោះទៅក្រោយ position layer ទី1កូនណាយើងដឹងហើយមានរូបនេះយើង copy ចេញពី Pinterest មកវា background ពណ៌សហើយយើងចង់កាត់ background ពណ៌សនឹងចេញយើងប្រើ BG remover នេះមកកាត់ស្អាតមែនតើបើយើងកាត់នៅក្នុងកម្មវិធីផ្សេងៗអាចនឹងអត់ស្អាតដូចកម្មវិធី Canva ទេណាកាត់ស្អាតមែនតើហើយ solution គឺច្បាស់មកយើង design គឺជួយយើង design បានលឿនមែនតើយើង design template មួយអីហ្នឹងគឺយើងចំណាយពេលអត់យូរទេ plain អញ្ចឹងយើងនឹងសិក្សាបន្តទៀតទៅក្នុង photo ចុះ photo នេះគឺមានច្រើនមែនទែនហើយយើងបើសិនយើងចេះសរសេរ prompt យើងសរសេរលក្ខណៈ AI ឲ្យវា generate image ឲ្យយើងមកគឺ generate ឲ្យយើងហើយកន្លែងនេះណាចឹងមានច្រើនមែនទែនយើងអាចរើសទៅហើយយើងចង់បានរូបវិញយើង search ខ្លួនឯងមកឧទាហរណ៍ថាចង់បានរូបTikTok enter មកចឹងវានឹងនាំយើងមកកាន់វីដេអូណាដែលតទៅនឹង TikTok គឺវានឹងយកមកបង្ហាញចឹងឧទាហរណ៍រូបមួយនេះណាយើងចង់បានរូបអ្នកស្រីនឹងគាត់ចង់គាត់រួមចឹងយើង remove background មកណាremove ដាច់ស្អាតមែនទេបើយើង remove នៅក្នុងកម្មវិធីផ្សេងៗបែបអត់ស្អាតដូចយើង remove នៅក្នុង Canva ទេហើយបើស្អាតគឺយើងត្រូវចាយពេលអង្គុយកាត់អង្គុយត្រឹមអង្គុយទៅមិនមកអាប់ឲ្យវាស្អាតអញ្ចឹងណាចឹងយើងចង់បានកាសយើងយកកាសមកតទៅក្នុង TikTok ហ្នឹង photo តទៅក្នុង TikTok ឧទាហរណ៍តទៅក្នុងគេ YouTube យើងមក YouTube enter មកចឹងតទៅក្នុង YouTube វាមកទាំងអស់ហើយមានរូប YouTube វីដេអូទៅក្នុង YouTube អញ្ចឹងគឺមកហើយចឹងកន្លែងវីដេអូនេះខ្ញុំនឹងអត់ស៊ីជម្រៅទេអ្នកនរគ្នាអាចសិក្សាបន្ថែមអញ្ចឹងហើយវីដេអូអញ្ចឹងដែរដូចតែនៅក្នុង photo ទេយើងចង់បានវីដេអូយើងចូលមកយើង search ទៅណាយើងចង់បានវីដេអូប្រភេទអីយើង search មកវានឹងមកហើយទៅទៅនឹង audio ដូចគ្នាយើងចង់ស្ដាប់ចម្រៀងឬយើងចង់បានវីដេអូ audio បែបណាយើងចូលទៅហើយយើង search មកឆាតទៅក្នុងឆាតជាក្រាបជាអញ្ចឹងយើងចង់និយាយអំពីផលិតផលរបស់យើងចង់និយាយអំពីតន័យអញ្ចឹងយើងអាចយកឆាតនឹងយកមកប្រើបានហើយទៅទៅក្នុង form ជាទម្រង់ form បែបនេះបែប event បែប education business Facebook អត់សំដៅ feedback order ណាជាទម្រង់ form ដែលមានស្រាប់យើងយកមកយើងបង្កើតធ្វើជារបស់ខ្លួនឯងបានហើយចំណុចបន្តទៅក្នុង sheet យើងអាចបង្កើតតារាងយើងចូលមកខ្ញុំចុចលើវាមកនេះណាយើងអាច edit បានចឹងទៅថាស្អីគេថា link ឧទាហរណ៍នេះយើងនិយាយពីថាបញ្ជើមកណាអាច edit អាចកែអាចរើសថ្ងៃហើយបើថានឹង complete នៅបើនៅទេយើងថានៅចឹងទៅហើយ edit នេះមក note មកយើងអាចធ្វើថាបានណាដើម្បីទៅវាមានច្រើនទម្រង់យើងអាចសិក្សាបន្ថែមលើ sheet ហ្នឹង
មានច្រើនទៅក្នុងថាអានេះប្រឡែងមើលសិតទេយើងឲ្យបង្កើតបន្ថែមបញ្ចូលដល់ខ្លួនឯងអញ្ចឹងណាមិនចាំមើល template ទេយើងធ្វើខ្លួនឯងមានច្រើនយើងអាចសិក្សាហើយមាន item នៅក្នុងស្រាប់ឧទាហរណ៍យើងទៅក្នុង price list អញ្ចឹងហើយមកចំណុចបន្តយើងនិយាយពី table យើងឲ្យគូ table ហើយយើងសរសេរតារាងរៀបតារាងរៀប column រៀប row របស់យើងទៅហើយមកក្រោមទៀតយើងនិយាយពី form អស់សំដៅ frame នេះសំខាន់យើងប្រើច្រើនឧទាហរណ៍ថាឥឡូវខ្ញុំចង់បានទូរស័ព្ទមួយតម្រង់ device បែបនេះតមកទៀតតម្រង់ខ្ញុំចង់យករូបនេះចូលទូរស័ព្ទហ្នឹងយើងធ្វើមិនយើងចុចលើរូបហ្នឹងមកយើងអូសចូលមកណាយើង double click មកយើងចង់ស្រេយើងដាក់មកណាយើងបានរូបមួយក្នុងទូរស័ព្ទអាហ្នឹងហៅថា frame ហើយតម្រង់ frame វាមានច្រើនយើងចង់ធ្វើជាអីគេឧទាហរណ៍ថាខ្ញុំចង់បាន iPad តម្រង់ iPad បែបនេះហើយយើងទាញរូបចូលឧទាហរណ៍ខ្ញុំ download រូបមួយទៀតមករូបបាក់តទៅចុះមកស្ដាប់ copy ហើយយកមក paste មក control V ហើយទាញចូលមកហើយវាដាក់រូបពេលដាក់ចេញយើងអាច double click យើង ស្រេដាំយើង rotate បានយើង crop ណាអានោះហៅ frame ហើយតម្រង់ frame មានច្រើនណាយើងសិក្សាបន្ថែមយើងចូលមកសិក្សាបន្ថែមយើង break ទៅវិញយើងនិយាយពី grid ហ្នឹងក៏យើងពុះ column ឧទាហរណ៍ឥឡូវខ្ញុំ add page មួយទៀតមកយើងចុចលើ grid ហ្នឹងមកនេះវាមាន3 grid អញ្ចឹង3 grid យើងចង់ add រូបភាពឲ្យបាន3 slide នៅក្នុងហ្នឹងអញ្ចឹងឧទាហរណ៍មកស្ដាំ control copy អត់សំទោសមកស្ដាំ copy image control V paste យើងដាក់ចូល grid មួយនេះណាហ្នឹងយើងអាចបង្កើត grid បានបើសិនយើងអត់មាន element ទាំងអស់នេះទេគឺយើងចំណាយពេលក្នុងការបង្កើត poster ឬក៏បង្កើតសេវាកម្មមួយគឺវាយូរមែនទែនតែបើយើងយកមកក្នុង element នេះគឺយើងអាចធ្វើការងារបានច្រើនមែនទែនតែต้อง mock up ឧទាហរណ៍ខ្ញុំចង់ធ្វើប្រដាប់មួយដាក់លើអាវយើងអញ្ចឹងយើងអត់ដឹងថាត្រូវ design យ៉ាងម៉េចទេអញ្ចឹងយើងអាចយក mock up មកនេះយើងប្រៀបព្រោះមកតោះទៅយើងចង់ mock up logo បញ្ជើញចូលក្នុងអាវហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ទេមកនេះជាវីដេអូគាត់ទៅឧទាហរណ៍ទេអាហ្នឹងផ្សេងយើងចាក់ស្ដាំគឺយើង mock up នៅផលិតផលយើងចូលមកណាយើងទាញចូលមកចាំតិចទៅគេណាជាទំហំ mock up បែបហ្នឹងអញ្ចឹងមានច្រើនយើងសិក្សាបន្ថែមទៅក្នុង mock up ហ្នឹងហើយមកចំណុចចុងក្រោយគឺ 3D មានន័យថាយើងតតទៅនឹងរូបភាពដែលជាលក្ខណៈ 3D ឧទាហរណ៍ថា food and lifestyle ណាចង់បានបែបនេះឬក៏យើងចង់បាននេះគឺជាលក្ខណៈ 3D អញ្ចឹងណាមានច្រើនទម្រង់តែឥឡូវខ្ញុំចង់បានធ្វើ education ទៅខ្ញុំជួយ CR មកព្រោះវាមានទម្រង់បែបហ្នឹងអាច profile បានបែបនេះយើងអាច profile បានដែរ
ណាចឹងអាស្រ័យលើយើងឆ្នៃវាការយើងបង្កើតរបស់យើងចង់បង្កើតបែបម៉េចអាស្រ័យលើយើងអញ្ចឹងតើតទៅនឹង element គឺមានច្រើនទម្រង់ច្រើនប្រភេទមែនទែនអញ្ចឹងយើងអាចយកមកសិក្សាយកមកកែច្នៃដើម្បីធ្វើឲ្យផលិតផលដែលយើង design ហ្នឹងកាន់តែរស់រវើកកាន់តែស្អាតជាងមុនអញ្ចឹងសម្រាប់តទៅនឹង element ខ្ញុំសូមបញ្ចប់តែត្រឹមនេះហើយជួបខ្ញុំនៅមេរៀនបន្តទៅនឹង text ដូចនេះខ្ញុំសូមបញ្ចប់មេរៀនតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា